អាចកំបាំងនៃភាពជោគជ័យដែលសាលាមិនដែលបង្រៀនអ្នកសួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast នៃកម្មវិធីចំណេះដឹងដើម្បីជោគជ័យជាមួយខ្ញុំសុជាតាថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលក្តៅគគុកហើយប្រហែលជាអាចផ្លាស់ប្ដូរការគិតរបស់បងប្អូនជារៀងរហូតនោះគឺអាចកំបាំងនៃភាពជោគជ័យដែលសាលាមិនដែលបង្រៀនអ្នកហើយដើម្បីបកស្រាយរឿងនេះយើងមានវត្តមានភ្ញៀវកិត្តិយសពិសេសគឺលោកគ្រូសារឿនដែលជាអ្នកជំនាញអភិវឌ្ឍខ្លួននិងជាសហគ្រិនដ៏ជោគជ័យម្នាក់សួស្តីលោកគ្រូបាទសួស្តីសុជាតានិងសួស្តីដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមកចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនេះប្រធានបទថ្ងៃនេះពិតជាសំខាន់ខ្លាំងណាស់ព្រោះជីវិតពិតនិងសាលារៀនគឺមានភាពខុសគ្នាខ្លាំងដូចមេឃនឹងដីពិតណាស់លោកគ្រូជាញឹកញាប់យើងតែងតែឃើញសិស្សដែលរៀនពូកែបំផុតក្នុងថ្នាក់ទទួលបាននីតិអាគ្រុតមុខវិជ្ជាប៉ុន្តែនៅពេលចេញមកធ្វើការឬរកស៊ីបែបជាមិនសូវជោគជ័យដូចអ្នកដែលរៀនមធ្យមទៅវិញតើលោកគ្រូយល់ថាតើមានអ្វីខ្លះដែលបាត់បង់នៅក្នុងប្រព័ន្ធអប់រំផ្លូវការរបស់យើងសំណួរនេះខ្លាំងណាស់សុជាតាចំណុចដំបូងបំផុតដែលសាលាមិនបង្រៀនយើងគឺភាពឆ្លាតវៃខាងអារម្មណ៍ឬ EQ នៅក្នុងថ្នាក់រៀនយើងរៀនដើម្បីប្រកួតប្រជែងយកចំណាត់ថ្នាក់លេខ1រៀនដើម្បីឆ្លើយឲ្យត្រូវតាមសិភៅពុំប៉ុន្តែក្នុងពិភពលោកពិតភាពជោគជ័យទាមទារនូវសមត្ថភាពក្នុងការយល់ពីអារម្មណ៍ខ្លួនឯងការគ្រប់គ្រងសម្ពាធនិងការបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃក្នុងជីវិតពិតគ្មាននរណាម្នាក់ជោគជ័យម្នាក់ឯងបានទេបើយើងមិនចេះធ្វើការងារជាក្រុមពិតមែនហើយលោកគ្រូខ្ញុំចាំបានថាការរៀនในសាលាបើយើងខ្សឹបសួរគ្នាពេលប្រឡងគេហៅថាចម្លងគ្នាឬការលួចបន្លំតែក្នុងជីវិតអាជីវកម្មការសហការគ្នានិងការសួរយោបល់ពីអ្នកជំនាញគឺជាគន្លឹះនៃភាពរីកចម្រើននឹងហើយវាជាការយល់ឃើញខុសគ្នាសាលាចំណុចទី2ដែលសំខាន់បំផុតដែរនោះគឺចំណេះដឹងហិរញ្ញវត្ថុសាលាបង្រៀនយើងឲ្យរៀនពូកែដើម្បីបានការងារល្អនិងប្រាក់ខែខ្ពស់ប៉ុន្តែសាលាមិនដែលបង្រៀនយើងពីរបៀបគ្រប់គ្រងលុយឬធ្វើឲ្យលុយធ្វើការឲ្យយើងនោះទេយើងរៀនគណិតវិទ្យាខ្ពស់តែយើងមិនដឹងពីរបៀបវិនិយោគឬរបៀបសន្សំដើម្បីសេរីភាពហិរញ្ញវត្ថុនោះឡើយនិយាយទៅដល់រឿងលុយកាក់ខ្ញុំយល់ស្រប 100% មនុស្សភាគច្រើនចំណាយពេលពេញមួយជីវិតធ្វើការដើម្បីលុយតែបែរជាចំពាក់បណ្ដោគេវណ្ដក់ព្រោះតែខ្វះការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុនេះឯងចុះចំណុចទី3វិញលោកគ្រូតើមានអ្វីទៀតដែលជាអាចកំបាំងចំណុចទី3គឺការប្រឈមមុខនឹងភាពបរាជ័យในសាលាភាពបរាជ័យគឺជារឿងអាម៉ាស់បើអ្នកប្រឡងធ្លាក់អ្នកគឺជាមនុស្សអន់ប៉ុន្តែក្នុងโลกនៃភាពជោគជ័យភាពបរាជ័យគឺជាគ្រូដ៏ល្អបំផុតអ្នកជោគជ័យបំផុតនៅលើโลกនេះគឺជាអ្នកដែលធ្លាប់បរាជ័យច្រើនជាងគេបំផុតសាលាបង្រៀនឲ្យយើងខ្លាចខុសតែជីវិតពិតបង្រៀនឲ្យយើងរៀនពីកំហុសបើយើងមិនហ៊ានខុសយើងក៏មិនហ៊ានបង្កើតអ្វីដែលថ្មីដែរអូហូស្ដាប់លោកគ្រូនិយាយហើយខ្ញុំមានអារម្មណ៍ថាចង់ចេញទៅសាក់លបងអ្វីថ្មីភ្លាមតែម្ដងវាហាក់ដូចជាយើងត្រូវលាងខួរក្បាលចេញពីទម្លាប់ចាស់ដែលសាលាបានដាក់ឲ្យយើងចុះលោកគ្រូមានយោបល់យ៉ាងណាដែរចំពោះការកសាងបណ្ដាញទំនាក់ទំនងឬ networking នេះគឺជាអាចកំបាំងធំមួយទៀតគេតែងនិយាយថា your network is your network នៅសាលាគេឲ្យយើងផ្ដោតទៅលើសៀវភៅប៉ុន្តែក្នុងជីវិតអ្នកដែលស្គាល់សំខាន់ជាងអ្វីដែលអ្នកចេះការចេះកសាងទំនុកចិត្តការចេះធ្វើឲ្យគេចូលចិត្តនិងការចេះលួចគំនិតរបស់ខ្លួនឯងគឺជាជំនាញដែលមិនអាចកាត់ថ្លៃបានមនុស្សជោគជ័យចំណាយពេលច្រើនជាមួយមនុស្សដែលមានចក្ខុវិស័យខ្ពស់ជាងខ្លួនឯងចុះសម្រាប់យុវជនឬអ្នកដែលកំពុងមានអារម្មណ៍ថាខ្លួនឯងមិនពូកែរៀនតើលោកគ្រូមានពាក្យអ្វីលើកទឹកចិត្តពួកគាត់ដែរទេខ្ញុំចង់ប្រាប់ថាកុំឲ្យពិន្ទុនៅសាលាមកកំណត់តម្លៃនៃជីវិតរបស់អ្នកបើអ្នករៀនមិនពូកែមិនមានន័យថាអ្នកមិនឆ្លាតនោះទេប្រហែលជាទេពកោសល្យរបស់អ្នកមិនស្ថិតនៅក្នុងក្រដាសប្រឡងនោះឡើយចូលស្វែងរកអ្វីដែលអ្នកស្រឡាញ់ចូលរៀនសូត្រពីខាងក្រៅជានិច្ចអានសៀវភៅចូលរួមសិក្ខាសាលានិងរកគ្រូបង្វឹកដែលល្អចំណេះដឹងផ្លូវការអាចឲ្យអ្នកមានការងារធ្វើតែចំណេះដឹងដោយខ្លួនឯងនឹងធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភពិតជាអស្ចារ្យណាស់លោកគ្រូមេរៀនថ្ងៃនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានយើងបានរៀនពី EQ ចំណេះដឹងហិរញ្ញវត្ថុការហ៊ានទទួលយកភាពបរាជ័យនិងការកសាងទំនាក់ទំនងទាំងនេះហើយគឺជាគ្រឹះដែលនឹងនាំយើងទៅរកភាពជោគជ័យពិតប្រាកដបាទសុជាតាសំខាន់បំផុតគឺគុំជប់រៀនសូត្រពិភពលោកកំពុងផ្លាស់ប្ដូររាល់ថ្ងៃដូច្នេះចិត្តដែលបើកចំណោគឺជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់អ្នកជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូសារឿនខ្លាំងណាស់ដែលបានចំណាយពេលមកចែករំលែកថ្ងៃនេះ
ហើយក៏សូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយកគន្លឹះទាំងនេះទៅអនុវត្តដើម្បីជោគជ័យក្នុងជីវិតកុំភ្លេចតាមដានពួកយើងនៅភាគក្រោយទៀតជម្រាបលា បាទជម្រាបលាហើយសូមជូនពរឲ្យគ្រប់គ្នាជោគជ័យក្នុងបេសកកម្មជីវិតរៀងៗខ្លួន